បាទសូមអរគ្នាបាទស្វាគមន៍មកកាន់ Nano Sound Olympic ក៏ដូចជា MTL Channel វីដេអូនេះគឺខ្ញុំធ្វើការឆ្លើយតបទៅនឹងសំណួរបងប្រុសមួយបាទដែលគាត់សួរតាមរយៈ YouTube បាទគាត់សួរថាspeaker របស់គាត់ជា Leon 718S វាទាមទារឲ្យ update អញ្ចឹងគាត់ដឹងពីរបៀប update អញ្ចឹងណាបាទអូខេអញ្ចឹងក៏ខ្ញុំឆ្លៀតធ្វើជាវីដេអូថ្មីមួយតែម្ដងទៅដើម្បីបង្ហាញទៅដល់បងប្អូនផ្សេងៗទៀតដែលកំពុងតែមានជា Leon 718S នៅក្នុងដៃបងប្អូនចង់ update អីគឺបងប្អូនអាចមើលតាមរយៈវីដេអូនេះបានអូខេអញ្ចឹងមុននឹងបង្ហាញបងប្អូនពីការ update គឺខ្ញុំសូមធ្វើការបញ្ជាក់ពីតម្លៃមួយសែតនេះសិនបងប្អូនបាទ model នេះគឺជា Leon 700 series ដែលវាមាន height រហូតដល់3 model បាទប៉ុន្តែខ្ញុំលើកយកមកបង្ហាញនេះគឺ Eon 712បាទមកកាត់វា3ទឹកបាទកម្លាំងវា1300វ៉ាត់តម្លៃ$770មាន Bluetooth ស្រេចបាទហើយដោយឡែកចំពោះសាប់របស់វានេះគឺ Eon 718S បាទមកកាត់វា5ទឹកហើយកម្លាំងរបស់វា1500វ៉ាត់បាទអញ្ចឹងបើសិនបងប្អូនប្រើប្រាស់បែបជាលក្ខណៈគ្រួសារខ្លាំងអីគឺងាយមែនទែនសម្រាប់ម៉ាស៊ីននេះបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំធ្វើការបង្ហាញបងប្អូនពីរបៀបនៅក្នុងការអាប់ដេតតែម្ដងអូខេបងប្អូនបាទអញ្ចឹងខ្ញុំបង្ហាញរបៀបអាប់ដេតនៅលើ chip Leon 718S នេះក៏ប៉ុន្តែជាក់ស្ដែងសម្រាប់ការអាប់ដេតផ្សេងដូចជា Eon 712 Eon 715 Eon 710ឬមួយក៏ MK2 PH1 គឺបងប្អូនអាចអនុវត្តតាមវីដេអូនេះបានដូចគ្នាអូខេអញ្ចឹងមុនដំបូងគឺបងប្អូនចូលមកកាន់ Play Store ឬមួយក៏ App Store បងប្អូន download កម្មវិធីមួយដែលមានឈ្មោះថា JBL Pro Connect នេះបាទពេលបងប្អូន download ហើយបាទបងប្អូនចុចចូលមកចុចចូលចេះមកអូខេហើយបើក Bluetooth អញ្ចឹងខ្ញុំបើក Bluetooth លើទូរស័ព្ទតបទៀតនេះបងប្អូនចុច Add Speaker ប៉ុន្តែនៅលើ JBL Leon 718S នេះបងប្អូន Enter មកប៉ឹកមកវាមាន setting បាទបងប្អូនចូលដល់ setting ហើយបងប្អូនយកត្រង់ BT control pairing បាទបងប្អូន Enter មកប៉ឹកទៀតមកតបទៀតបងប្អូនចុចលើនេះហើយចុច Add Speaker អញ្ចឹងវានឹង load មកបងប្អូនបាទនេះ Eon 718S អញ្ចឹងបងប្អូនចង់ធ្វើការ update Eon 718S បងប្អូន connect មកចុចចូលទៀតឥឡូវបងប្អូនចុច yes នៅលើនេះនៅលើ speaker នេះអូខេឥឡូវគឺវាបាន connect គ្នាហើយបន្ទាប់ទៀតវាដាក់ថា firmware update អូខេទេបងប្អូនអាច back មកវិញបើសិនអត់ចេញកន្លែងនេះវាអាចចេញចេះអញ្ចឹងបងប្អូនចុចចូលនេះវាមាន setup វាមាន speaker TWS ហើយនឹង more បងប្អូនចុច more នឹងមកនេះ firmware update អូខេបងប្អូនចុចចូលកន្លែងនេះមក firmware update checking នេះ update available ហើយ download សិនមួយទៀតឥឡូវវាកំពុងតែធ្វើការ install software បងប្អូនរហូតដល់ 100% បាទគឺវានឹងធ្វើការ update តែម្ដងបងប្អូនអូខេបងប្អូនបាទឥឡូវ 90% ហើយលឿនដែរបងប្អូនបាទ update សាប់ហើយជាខ្ទង់10នាទីចុះបាទយ៉ាងយូរហើយចំពោះការ update នេះដល់ពេលបងប្អូនធ្វើការ update វាកំពុងតែដើរអញ្ចឹងបងប្អូនកុំឲ្យវាដាច់ភ្លើងឬមួយកំប្អូនចុចលើប៊ូតុងណាមួយបាទតែយើងចុចឬមួយក៏ដាច់ភ្លើងហ្នឹងវាអាចគាំង system បាទលើ speaker អូខេអញ្ចឹងប្រយ័ត្នបន្តិចបងប្អូនកន្លែងហ្នឹងអូខេបងប្អូនបាទអញ្ចឹងចំពោះការ update គឺងាយទេនៅពេលដែលយើងទុកឲ្យដល់ 100% ទៅគឺវានឹង complete ទេបងប្អូនបាទអញ្ចឹងវាចេញចេះអញ្ចឹងបងប្អូនចូលមកបាទបើសិនបងប្អូនចុចចេញមកវិញបងប្អូនចូលមកកន្លែង firmware នេះបងប្អូនចុចមកគឺវានឹងដាក់ថា firmware នេះ up to date ន័យថាវាដល់ version ចុងក្រោយរបស់វាហើយបាទដោយឡែកនៅលើបាសបងប្អូនអាចមើលឃើញដូចគ្នាចំពោះ version ចុងក្រោយឥឡូវនេះគឺបងប្អូនចូលមក setting មកបងប្អូនមើលត្រង់កន្លែង firmware version បាទ 5.1.5.0 នេះ version ចុងក្រោយរបស់ Eon 718S ណាបាទអូខេអញ្ចឹងសម្រាប់បងប្អូនដែលមាន Eon 718S ឬមួយក៏មាន Eon 715 Eon 712 Eon 710 PH1 MK2 បាទបងប្អូនចង់ធ្វើការ update គឺបងប្អូនអាចអនុវត្តតាមវីដេអូនេះបាន